ចឹងដំបូងឡើយយើងចាត់តម្លាចសិនទៅបន្ទាប់មកយើងលាងសាច់មាន់បន្ទាប់ពីចិតនិងលាងរួចរាល់យើងចាប់ដើមដាំទឹកឲ្យពុះរួចយើងដាក់ម្សៅស៊ុបខ្នុរចូល2ដុំតែម្ដងពីព្រោះយើងស្មានទឹកនឹងរួចរាល់ហើយបន្ទាប់មកយើងដាក់សាច់មាន់ចូលបន្ទាប់ពីដាក់សាច់មាន់រួចរាល់យើងទុកឲ្យវាឆ្អិនបន្តិចទៅសំយើងដាក់ត្រឡាចចូលបន្ទាប់មកយើងមើលថាតើត្រឡាចនឹងរាងផុយបន្តិចហើយសំយើងដាក់ជីនាងវងបន្តិចទៀតជាការស្រេច